Cú phù nơi cú phù tiền men là cái chụp thời trang lai chẳng cái dương miền bị thi nghi chiên dương cú phù thòng đàn nó đời dương pra profile bị đờ force mẹp cùn chèn trong profile bị đờ force này cứ nhóm bạn đã cho đượcក្នុង Telegram mới chỉ mùi năng video đại dương install choក្នុងSketchUp hayចំណុចដំបូងគឺយើងបើកកន្លែង profile មក open profile បន្តមកទៀតគឺកន្លែងនេះគឺយើងត្រូវបុក profile អញ្ចឹងខ្ញុំចុចគូអញ្ចាំងខ្ញុំសិនឧទាហរណ៍ថាអញ្ចាំងខ្ញុំគឺកម្រាស់350ក្បៀសកម្ពស់2.8 ម៉ែត្រអញ្ចឹងខ្ញុំចុចលើ face ហ្នឹងមួយហើយខ្ញុំចុចលើសញ្ញាបូកនេះហើយយើងដាក់ទៅ wall 350ដើម្បីងាយស្រួលចំណាំតោះមកអូខេមកតោះមកទៀតខ្ញុំយកកន្លែងនេះបឋមរាយហើយចំណុចនេះយើងចុចលើបៀលនេះមួយមកហើយយើងគូអញ្ចឹងករណីបើយើងគូទៅវានៅខាងក្រៅយើងត្រូវចុច mirror មួយចុច mirror មួយនៅពេលដែលគូទៅគឺវារត់ចូលក្នុងហើយអញ្ចឹងបើសិនជាវាត្រូវហើយក៏អត់បញ្ហាដែរអញ្ចឹងយើង select មក select ទីតាំងជាងមកហើយចំពោះចំណុចដែលវាជាប់គ្នាគឺវាជាន់អូតូអត់បញ្ហាទេអញ្ចឹងករណីដែលយើងមានជាងក្នុង120កម្រាស់មកទឹក2យើងគូមួយទៀតមក120ក្បៀស2800 enter ហើយយើង select លើ face នឹងមួយទៀតហើយយើងចុចសញ្ញាបូកទៀតយើងដាក់ឈ្មោះទៀត wall 120អូខេតមកទៀតខ្ញុំដូរដូចគ្នាហ្នឹងខ្ញុំដូរយកបឋមរាយដូចគ្នាហើយខ្ញុំចុច build ដូចគ្នាមកអញ្ចឹងឧទាហរណ៍ថាយើងគូបន្ទប់នេះមួយចុះខ្ញុំចុចទីមីនីទៅវិញខ្ញុំចុចគូម្ដងនេះអញ្ចឹងករណីបើយើងចង់ចោះទ្វារគឺយើងមើលប្រើចំណុចនេះ open the hole ហ្នឹងហើយយើងចុចຂະຫນាតមក height ហ្នឹងកម្ពស់ height ហ្នឹងមិន height ទេមិនដឹងទេ2800 2200ខ្ពស់ពេក2200ហើយទំហំវា9 ទឹកនឹងស្រេចលើយើងទេយើងចង់ដាក់ប៉ុន្មានដាក់ទៅទំហំទ្វារជាក់ស្ដែងហើយខ្ញុំយកសញ្ញាបូកនេះមួយដើម្បីចោះទ្វារយើងចុចអក្សរ K មួយមកអញ្ចឹងទ្វារយើងក៏នៅចំណុចនេះអញ្ចឹងយើងដូរកន្លែងនេះយកបឋមរាយដោយសារវានៅខាងយើងចោះខាងស្ដាំអញ្ចឹងយើងចុចខាងស្ដាំហ្នឹងមកអញ្ចឹងគឺវាចោះទ្វារដាច់ហើយអញ្ចឹងចំពោះការដាក់ប្អួចវិញឧទាហរណ៍ថាខ្ញុំចង់បានកម្ពស់ប្អួច1.2 ម៉ែត្រហើយទំហំប្អួច2 ម៉ែត្រហើយយើងវាយຂະຫນាតតាមហ្នឹងមកបន្ទាប់មកខ្ញុំ select កន្លែងសញ្ញាបូកនេះមួយហើយយើងចោះទៅលើប្អួចអញ្ចឹងដំបូងគឺយើងត្រូវ select object ដែលយើងចង់ចោះសិនហើយឧទាហរណ៍ថាខ្ញុំចង់ចុចចំណុចនេះមួយហើយយើងអាច move បានយើង select លើហ្នឹងមកហើយយើង select ទីតាំងដែលយើងបានចោះហ្នឹងបន្ទាប់មកយើងចុចសញ្ញា move នេះយើងចុច move ឡើងមកឧទាហរណ៍ថាយើងយក200ពីទឹកពី floor មកអញ្ចឹងគឺឃើញថាយើងចោះទៅវាធ្លុះទាំងពីរដោយសារយើងគ្រីសកន្លែង full depth នេះអញ្ចឹងនៅពេលដែលយើងចោះគឺយើងដោះកន្លែង full depth នេះចេញហើយຂະຫນាតនេះគឺយើងដាក់ឲ្យធំជាងយើងបន្តិចទៅអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចចឹងហើយខ្ញុំចុចលើ select នេះមួយខ្ញុំ select ទីតាំងរបស់ខ្ញុំហើយខ្ញុំ crease អញ្ចឹងគឺវាដាច់អញ្ចឹងនៅពេលដែលយើងចោះកន្លែងផ្សេងទៀតគឺវាឡើងធ្លុះទៅខាងក្រោយដូចមុនហើយហើយករណីបើយើងចង់កែក៏បានដែរឧទាហរណ៍ថាខ្ញុំចង់កែទំហំប្អួចមួយនេះទៅជាកម្ពស់2 ម៉ែត្រអញ្ចឹងខ្ញុំវាយ2000 enter មកហើយខ្ញុំចុចសញ្ញា crease មកអញ្ចឹងគឺវាធ្លុះ2 ម៉ែត្រទៅហើយបើករណីយើងចង់ move ទៅកន្លែងផ្សេងយើងចុចសញ្ញាដូចគ្នាមកតោះមកយើងចុចលើប្អួចហ្នឹងមកហើយ move ទៅកន្លែងដែលយើងចង់ move ទៅ